នៅភ្នំពេញមានហាងកាហ្វេច្រើនណាស់ប៉ុន្តែតើហាងកាហ្វេមួយណាដែលត្រូវមួយ style របស់ពួកយើងខ្លាំងជាងគេឥឡូវចូលទៅមើលមួយខ្ញុំទាំងអស់គ្នានៅក្នុងការ recommend ហាងកាហ្វេ2ទៅ3កន្លែងហាងកាហ្វេទី1នេះមានឈ្មោះថា Ion Coffee Shop នៅលើផ្លូវ135ខាងក្រោយវិទ្យាល័យទួលទំពូងចំពោះហាងកាហ្វេនេះគឺងាយស្រួលរកដោយសារតែនៅលើផ្លូវធំស្រាប់មានកម្ពស់ដល់ទៅ3-4ជាន់អញ្ចឹងយើងអត់សូវបារម្ភរឿងអត់មានកន្លែងអង្គុយទេនិយាយទៅ Ion Cafe នេះបងប្អូនបើសិនជាយើងមកអង្គុយរៀនធ្វើការឬក៏ពិភាក្សាកិច្ចការងារអីគឺអែមខ្លាំងមែនតែនស័ក្តិសមបំផុតហ្មងគ្រាន់តែបើកទ្វារចូលមកក្នុងហាងភ្លាមខ្ញុំមានអារម្មណ៍ថាអូយ relax ខ្លាំងមែនតែនទោះបីអានេះគឺជាលើកទី4ទី5ដែលខ្ញុំមកក៏ដោយបងប្អូនមិនមានន័យថាជាអតិថិជនចាស់ហើយខ្ញុំមក recommend ហាងគាត់ទេប៉ុន្តែដោយសារតែបរិយាកាសហាងគាត់គឺពិតជាល្អមែនតែនជាពិសេសអាប្លង់កន្លែងនេះខ្ញុំចូលចិត្តខ្លាំងណាស់បងប្អូនអើយមានដើមឈើមានដើមព្រៃនេះពណ៌បៃតងខៀវខ្ចីឲ្យយើងអង្គុយកន្លែងហ្នឹងហើយគឺមានអារម្មណ៍ថា relax តែម្ដងណាហើយឥឡូវគាត់បន្ថែមការដេកដាក់ផ្កាទៀតអូយពិតជាខ្ញុំមើលហើយខ្ញុំតាក់ភ្នែកតាក់អារម្មណ៍ខ្ញុំខ្លាំងមែនតែនហ្មងហើយបងប្អូនដឹងនៅពេលដែលយើងអង្គុយចុចកុំព្យូទ័រឬក៏យើងមើលមេរៀនយូរយើងប្រើគូក្បាលគិតយូរភ្នែករបស់យើងគឺគេត្រូវការឲ្យយើងមើលទៅលើអ្វីដែលជាពណ៌បៃតងឬរុក្ខជាតិពណ៌បៃតងដើម្បីឲ្យភ្នែករបស់យើងនឹងទទួលបានការសម្រាកខ្លះគាត់ដេកមកនេះគឺពិតជាគិតគូរពីចំណុចកន្លែងនឹងខ្លាំងមែនតែនពីព្រោះអាជាន់ខាងក្រោមរបស់គាត់នឹងពោពេញទៅដោយរុក្ខជាតិពណ៌បៃតងឲ្យយើងអង្គុយមើលតែម្ដងអញ្ចឹងហើយនៅពេលដែលភាសាការងាររៀនសូត្រឬក៏មើលកុំព្យូទ័រយូរពេកចុករយភ្នែកអីហ្នឹងគឺយើងអាចស្រឡឹងមើលរុក្ខជាតិពណ៌បៃតងដើម្បីបន្ធូរបន្ថយអាភាពតានតឹងរបស់យើងនឹងបានសម្រាប់អ្នកដែលចង់បានកន្លែង private គឺយើងអាចឡើងទៅជាន់ទី1បានគេមានខណ្ឌមួយកន្លែងមើលទៅគឺដូចជាបន្ទប់អញ្ចឹងតែវាមិនមែនជាបន្ទប់ទេណាដោយសារតែយើងមើលគ្នាឃើញគាត់ថាវា private សម្រាប់យើងមកអង្គុយភាសាគ្នាធ្វើ assignment ឬក៏និយាយការងារអញ្ចឹងទៅបងប្អូនហើយអ្នកនៅជាន់ទី2ក៏មានរុក្ខជាតិបៃតងសម្រាប់សម្រាកភ្នែកដែរកុំឲ្យចំណែកអ្នកដែលនៅជាន់ទី1គេមានទាំងបែបខណ្ឌ private គេមានទាំងអង្គុយរួមគ្នាអញ្ចឹងហើយនឹងអង្គុយនៅអា backyard អាយ៉រខាងក្រៅទៀតបងប្អូនហើយយើងត្រឡប់មកខាងក្រោមវិញមើលពីគ្រាប់កាហ្វេគ្រាន់តែខ្ញុំឃើញគ្រាប់កាហ្វេទោះបីជាមិនចេះញ៉ាំកាហ្វេក៏ចង់ក្បង់ម្ដាយដាក់ចូលមាត់ដែរវាតំណងខ្លាំងពេកណាដាក់តាំងហ្នឹងណានេះកុំគេដាក់តាំងឯងបើគេឲ្យខ្ញុំញឹងយកមកផ្ទះឲ្យបងប្អូនហើយនេះគឺជាមុខមនុយតរិងរបស់គាត់ក៏មានតរិងប្រចាំហាងដែរបើយើងទៅយើងអត់ដឹងកំងអីយើងអាចសួរទៅកាន់បងប្អូនទៅគាត់នឹងប្រាប់ឲ្យថា signature របស់ហាងហ្នឹងគឺមានអីគេខ្លះបន្ទាប់ពីកំងហើយខ្ញុំបានលេខរៀងសម្រាប់អង្គុយចាំហើយតែខ្ញុំអត់ចង់អង្គុយទេខ្ញុំចង់នៅឈរចំហបងប្អូនដែលគាត់ធ្វើកាហ្វេឲ្យខ្ញុំនឹងនិយាយទៅគឺនៅឈរដើម្បីរងចាំយកកាហ្វេតែម្ដងពេលបានកាហ្វេហើយអត់ព្រមទៅតុកទេនៅ end on កាច់កកាច់ស្វងថតនៅកន្លែង counter គេហ្នឹងបន្ទាប់មកអរគុណបងម្ចាស់ហាងមែនតើដែលគាត់បានផ្ដល់នំខេកដើម្បីឲ្យខ្ញុំធ្វើការតេស្តរសជាតិដូចគ្នាចំពោះកាហ្វេខ្ញុំកំងយក signature របស់ហាងតែម្ដងដោយបន្ថែម frappe ខាងលើដូចគ្នាឥឡូវចាប់ផ្ដើមមកស្ដាប់សំឡេងពិតពីការឲ្យតម្លៃនៃរសជាតិកាហ្វេហើយនិងខេករបស់ខ្ញុំវិញម្ដងបងប្អូនបងប្អូនចំពោះតរិងឆ្ងាញ់ឲ្យ rate 9 លើ 10សម្រាប់តរិងបន្ទាប់មកចូលដល់វគ្គនំម្ដងខេកអញ្ចឹងត្រូវការភ្លក់ជាមួយរសជាតិមិនចំពោះនំខេកអូខេបើសម្រាប់អ្នកចូលចិត្តផ្អែមសម្រាប់ខ្ញុំឲ្យ rate 7 លើ 10ដោយសារតែខ្ញុំអត់ចូលចិត្តផ្អែមព្រោះខ្ញុំញ៉ាំសាបប៉ុន្តែបើសម្រាប់អ្នកចូលចិត្តផ្អែមគឺត្រូវហើយដឹងឆ្ងាញ់ហើយសម្រាប់ពួកគាត់ចំពោះបរិយាកាសខ្ញុំឲ្យ rate 10 លើ 10ស្ងប់ស្ងាត់ comfort មានផាសុកភាព Wi-Fi ដើរលឿនសម្រាប់អ្នកមកអង្គុយធ្វើការជាពិសេសសម្រាប់អ្នកមកអង្គុយរៀនអែមហ្មងចឹងកន្លែងនេះអូខេសម្រាប់ខ្ញុំឥឡូវចូលទៅមើលនៅកន្លែងទី2បន្តទៀតអូខេចំពោះហាងកាហ្វេទី2នេះវិញមានឈ្មោះថា Lavender Cafe ដែលស្ថិតនៅលើផ្លូវ476ជាមួយ155ចំពោះហាងទី2នេះគឺពិតជាអែមសែមមែនតើបងប្អូនមើលតែពណ៌សម្បុររូបរាងពីខាងក្រៅហ្នឹងក៏យើងទទួលបានបែបមួយដែល vintage ខ្លាំងមែនតើគាត់ទៅបើកទ្វារចូលទៅភ្លាម Oh my god អ្វីដែលខ្ញុំទទួលបានខ្ញុំទៅនៅណាហ្នឹងបាទខ្ញុំអត់ដែលស្គាល់ហាងកាហ្វេនេះពីមុនមកសោះចឹងការដេកខាងក្នុងរបស់ហាងកាហ្វេនេះពិតជាលយខ្លាំងមែនតើបងប្អូនវាមើលទៅវាដូចមានអារម្មណ៍ពលឺនឹងបែប cozy vintage ហើយនឹងលាយភាព modern ទីទួចនៅក្នុងនឹងដូចគ្នាការរៀបចំភ្លើងដេកដាក់ផ្កាដាក់ស្មៅ
ចេញមកគឺតាក់ទាញភ្នែករបស់យើងខ្លាំងមែនតើហ្មងណាហើយជាពិសេសហ្នឹងគឺសម្រាប់មិត្តនារីយើងខ្ជិះខ្ជួទៅកុំភ្លេចគេមានទូចាប់តុក្កតាឲ្យយើងទៀតតែខ្ញុំនេះអត់ចេះចាប់ទេបើខ្ញុំ9មិត្តភក្តិខ្ញុំទៅអាហ្នឹងថាព្រោះមិត្តភក្តិខ្ញុំគាត់ជំនាញខាងចាប់តុក្កតាហ្មងហើយអ្វីដែលខ្ញុំចូលចិត្តខ្លាំងបំផុតហ្នឹងនៅក្នុងហាងមួយនេះគឺកន្លែងថតរូបនេះបងប្អូនហើយនិយាយពីថាអ្នកដែលទៅ Lavender Cafe ហើយបើអត់បានទៅកន្លែងហ្នឹងថតរូបទេប្រៀបបីដូចជាយើងនឹងអត់បានទៅដល់កន្លែងទីតាំងមួយហ្នឹងអញ្ចឹងព្រោះកន្លែងហ្នឹងគឺថតរូបចេញមកស្អាតញាក់សាច់កប់សេរីឆ្នាំ2026ហ្មងបងប្អូនចំពោះហាងគេក៏មានទាំងម្ហូបឲ្យយើងញ៉ាំក៏ដូចជា drink ដែរយើងអាចធ្វើការ order តាមចិត្តបានពីព្រោះមានទាំងកាហ្វេហើយនិង drink ធម្មតាតែសម្រាប់ខ្ញុំនឹង order signature របស់គេគឺកាហ្វេអំបិលហើយតបមកក៏មាន order ទៅលងបំពងតិចតួចលាយចូលទៅក្នុងនឹងដូចគ្នាហើយបន្ទាប់ពីគយគុណទេសភាពហាងអស់ចិត្តអស់ចង់ហើយឥឡូវកុំឲ្យខាតពេលយូរមកមើលពីការវាយតម្លៃផ្ទាល់របស់ខ្ញុំមកពីរសជាតិកាហ្វេបូកជាមួយនឹង snack នៅខាង Lavender Cafe ទាំងអស់គ្នាបន្ទាប់ពីភ្លក់ឲ្យដល់វគ្គ red បងប្អូនកាហ្វេខ្ញុំ red 8លើ10ដលងមិញខ្ញុំ red 9លើ10ឆ្ងាញ់ខ្លាំងចំណែកបរិយាកាស10លើ10ទី1ស្ងប់ស្ងាត់ទី2សម្រាប់អ្នកចូលចិត្តថតរូបហើយនិយាយទៅ vibe អីគឺវាលាយរៀង cozy ហងរៀង modern ហងរៀង vintage ហងលក្ខណៈថាវាកូនកាត់មិនទីចូលគ្នាបងប្អូនអញ្ចឹងសម្រាប់បងប្អូនតើហាងកាហ្វេពីរហ្នឹងបងប្អូនចូលចិត្ត style មួយណាកុំភ្លេចចុច follow ហើយ subscribe ដើម្បីមើលខ្ញុំសាកល្បងអ្វីថ្មីៗនៅក្នុងទីក្រុងយើងបន្ថែមទៀតអរគុណ